ជាដំបូងខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានុគិរិគុណព្រះអង្គនឹងធ្វើការរាប់អានចំពោះប្រិមិត្តដែលចូលចិត្តតាមដានការអត្ថាធិប្បាយរបស់ខ្ញុំអំពីជីវប្រវត្តិអ្នកប្រាជ្ញខ្មែរយើងពីសម័យដើមនៅក្នុងគណៈពេលនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយជីវប្រវត្តិរបស់ព្រះមហាវីរវង្សាចារ្យវណ្ណសាដុមគណៈធម្មយុត្តិកាយព្រះមហាវីរវង្សាគ្រិសារោវណ្ណសាដុមប្រសូតនៅថ្ងៃច័ន្ទ8កើតខែអាសាឍឆ្នាំអសាញ់សប្បស័កពុទ្ធសករាជ2447ត្រូវនឹងគ្រិស្តសករាជ1905ស្ថិតនៅសង្កាត់វាងចាស់ស្រុកឧដុង្គខេត្តកំពង់ស្ពឺហើយបិតានាមសៀងមេត្តានាមអ៊ូចជាតំណាងពុទ្ធពងអំពីអុកញ៉ារាជមន្ទីរនាមសៀវនិងអុកញ៉ាមេធាវីសេរីនាមសួរជាមន្ត្រីជាន់ខ្ពស់សម័យរាជវង្សឧដុង្គមានជ័យកាលពីអាយុ7ឆ្នាំកុមារវណ្ណសាដុមបានចូលទៅរៀនអក្សរសាស្ត្រខ្មែរក្នុងសំណាក់ព្រះនរិយរកតៈបច្ចចៅអធិការវត្តព្រះសុគន្ធមានបុណ្យហៅវត្តឧដុង្គកាលពីអាយុ7ឆ្នាំកុមារវណ្ណសាដុមបានចូលទៅរៀនអក្សរសាស្ត្រជាតិក្នុងសំណាក់ព្រះវិនយរកតៈបច្ចចៅអធិការវត្តព្រះសុគន្ធមានបុណ្យហៅវត្តឧដុង្គលុះដល់អាយុ14ឆ្នាំបានចូលបួសជាសាមណេរដោយមានព្រះមហាវិបុលធម៌នាមាជាគ្រូឧបជាហើយនៅសិក្សាធម៌វិន័យក្នុងទីនោះអស់រយៈពេល2ឆ្នាំរួចហើយសាមណេរវណ្ណសាដុមបានលាលោកគ្រូឧបជាមកបន្តការសិក្សាអត្ថបាលីនៅក្នុងសំណាក់ព្រះញាណវិរិយនាមឡុងចៅអធិការវត្តនួនមនីរាមរាជធានីភ្នំពេញព្រះជន្ម25ឆ្នាំលោកបានប្រឡងប្រជែងជាប់ចូលរៀននៅសាលាបាលីជាន់ខ្ពស់អស់រយៈពេល4ឆ្នាំក៏ប្រឡងជាប់សញ្ញាបត្រចេញពីសាលាបាលីនេះចំពោះកិច្ចការដែលលោកបានបំពេញបានធ្វើជាអាចារ្យបង្រៀនសាលាបាលីរោងនៅវត្តនួនមនីរាមតាំងពីព្រះជន្ម18ព្រះវស្សាបានធ្វើជាសមាជិកក្រុមជំនុំប្រែព្រះត្រៃបិដកនៅក្នុងពុទ្ធសាសនបណ្ឌិតក្នុងក្រសួងធម្មការតាំងពីគ្រិស្តសករាជ1937រហូតដល់ពេលសុគន្ធបានធ្វើជាអធិការត្រួតសាលាបាលីរោងនៅខេត្តកំពតនិងខេត្តតាកែវតាំងពីគ្រិស្តសករាជ1943បានធ្វើជាសមាជិកគណៈមេប្រយោគប្រឡងសញ្ញាបត្រផ្សេងក្នុងពុទ្ធកសិក្សាតាំងពីគ្រិស្តសករាជ1942បានចូលជាសមាជិកគណៈកម្មាធិការវប្បធម៌សម្រាប់ប្រែពាក្យបារាំងមកជាខ្មែរនិងបង្កើតពាក្យថ្មីតាំងពីគ្រិស្តសករាជ1946បានចូលជាសមាជិកគណៈប្រតិភូខ្មែរទៅប្រជុំធ្វើឆាតសង្កេយនីនៅប្រទេសភូមាកាលពីគ្រិស្តសករាជ1956ជាសមាជិកក្រុមជំនុំតែងសៀវភៅធម្មវិន័យពីគ្រិស្តសករាជ1948ជាសមាជិកគណៈកម្មាធិការរៀបចំកម្មវិធីសិក្សាសាលាបាលីជាន់ខ្ពស់ពីគ្រិស្តសករាជ1951ជាអនុប្រធានគណៈប្រតិភូខ្មែររួមប្រជុំសន្និសីទលើកទី6នៃពុទ្ធកសមាគមពិភពលោកដែលធ្វើនៅក្រុងភ្នំពេញពីគ្រិស្តសករាជ1961ជាសមាជិកទីប្រឹក្សានៃមន្ទីរពេទ្យសង្ឃព្រះខុសមាជាសមាជិកទីប្រឹក្សាផ្នែកសាសនានៃចលនានិកាយរិទ្ធិសម្ដេចព្រះមហាក្សត្រយានីពីគ្រិស្តសករាជ1957ហើយជាសមាជិកនៃសមាគមខាងពុទ្ធសាសនាឬគណៈកម្មាធិការផ្សេងក្នុងការបកប្រែភាសាបាលីបោះពុម្ពផ្សព្វផ្សាយធម៌អានិងការកសាងនានាជាច្រើនទៀតសូមជូនពរឲ្យបងប្អូនខ្មែរយើងទាំងអស់នៅក្នុងប្រទេសនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនទាំងមកសូមមេត្តាជួយចុច like ចុច share វីដេអូនេះដើម្បីទទួលបានវីដេអូថ្មីមុនគេសូមអរគុណ